បាទជំរាបសួរលោកគ្រូបាទជំរាបសួរបងបាទលោកគ្រូឈ្មោះអ្វីដែរបាទខ្ញុំឈ្មោះលេងវិចិត្របាទហើយបងលោកគ្រូរស់នៅភូមិនេះភូមិណាខ្ញុំរងថ្ងៃរស់នៅភូមិពេជ្របានភូមិលៀកស្រុកភ្នំកវាញខេត្តពោធិ៍សាត់បាទហើយបងមានបញ្ហាដែលអ្វីដែរដែលមកប្តឹងខ្ញុំជាសារព័ត៌មានហ្នឹងបងសូមលោកគ្រូរាយរាប់មកបាទខ្ញុំមានបញ្ហាតទៅនឹងការឆបោករបស់ខាងឈ្មោះអ៊ុំសុភ័ត្រាហ្នឹងគាត់ជាអ្នកម៉ៅការធ្វើស្ថានីយ៍ក្រាសាំងតាំងពីឆ្នាំខ្ញុំបានតំណងគាត់តាមបណ្ដាញTelegram ឬក៏ Facebook ពីមុនមករហូតហើយបានចុះកិច្ចព្រមព្រៀងមួយគាត់ដើម្បីកសាងនេះស្ថានីយ៍ក្រាសាំងតែត្រូវចាញ់បោកគាត់ដោយសារទី1ការធ្វើអត់មានស្តង់ដារទី2គាត់ធ្វើអត់បានចប់ផែនការខ្វះទាំងសម្ភារៈអត់ឲ្យយើងទៀតហើយគាត់រត់ចោលការងារទី3មានចំណុចមួយគឺសេវាកម្មផ្លូវច្បាប់ដែលខ្ញុំឲ្យគាត់ប្រាប់រងទាំងអស់តាក់ទងនឹងច្បាប់បាប់រត់ប្លង់រត់ធ្វើស្ថានីយ៍តាក់ទងនឹងក្រសួងរាយនឹងធម្មពលគាត់បានទទួលលុយពេញហ្មង5500អានេះថ្លៃច្បាប់ហ្នឹងគឺអត់មានបានរត់ច្បាប់ឲ្យទេបាទហើយបញ្ជាក់បន្តិចគេលោកគ្រូឲ្យលុយគេហ្នឹងហើយគេបានរត់ច្បាប់ហ្នឹងមកឲ្យលោកគ្រូដែរអត់បានឲ្យរត់ច្បាប់ឲ្យទេហើយខ្ញុំក៏អត់ដឹងដែរខ្ញុំស្មានតែគាត់រត់ច្បាប់ឲ្យដល់ពេលខាងក្រសួងរាយនឹងធម្មពលគេចុះមកចង់មករករឿងយើងចង់មកផ្អាកថាយើងបានរត់ច្បាប់បាទគេផ្អាកសងថាអីចឹងទៅបានខ្ញុំដឹងបានខ្ញុំចាយលុយក្រៅផ្សេងទៀតដើម្បីយកទៅរត់ច្បាប់ខ្លួនឯងទេបាទហ្នឹងហើយអញ្ចឹងលោកគ្រូអានឯកសារដែលលោកគ្រូគេឆបោកទាំងប្របាលម៉ានហើយគណៈពេលដែលគេសាងសង់បានប្រមាណឈប់គេរត់ចោលឬក៏ឲ្យលោកគ្រូមានបំណងអ្វីឲ្យពួកយើងខ្ញុំហើយយើងយកពាក្យនេះជូនដល់មន្ត្រីថ្នាក់លើដើម្បីឲ្យគេដោះស្រាយជូនលោកគ្រូណាអញ្ចឹងក៏សូមគ្រូអានមានប្រសាសន៍មកនៅក្នុងឯកសារនេះបន្ទុកជាផុសតាងចង់និយាយថាតកតទៅនឹងការរត់ច្បាប់ស្ថានីយ៍សាងសង់ហ្នឹងខ្ញុំធ្វើឈុតຂະຫນາດ21000ហ្នឹងមានស្ថានីយ៍មានតាំងពីទូដៃ2មួយគ្រឿងទូដៃ3មួយគ្រឿងហើយស្តែនហ្នឹង30000លីត្រហើយចែកជា30000លីត្រហ្នឹងគឺមានអា15000លីត្រមួយគ្រាប់10000លីត្រមួយគ្រាប់ហើយនឹង5000លីត្រមួយគ្រាប់បាទមានដបូល12x6ម៉ែត្រចាក់សាប12x6ផ្លាកយីហោតេឡាពោះ7ម៉ែត្រតទៅយោឲ្យសុវត្ថិភាពឲ្យមកកាផ្លេមានហើយមានអីចឹងអានេះកិច្ចសន្យាដែលគេទទួលនោះបាទលោកគ្រូបាទតែក្នុងពេលដែលខ្ញុំចុះដល់ថ្ងៃបង់លុយខ្ញុំថែមគម្រោងថ្មីមួយទៀតគឺខ្ញុំមុនដំបូងខ្ញុំយកទូមួយដៃ3ទូមួយដៃ2rồiហើយខ្ញុំថែមយកទូដៃ3ទាំងពីរវិញហើយថែមលុយ1300ពីលើទៀតនេះបាទអាហ្នឹងគឺតកតងហ្នឹងតែសំខាន់ថ្ងៃដែលគាត់ចុះមកហ្នឹងខ្ញុំគិតថាពេលដែលស្ថានីយ៍សាងសង់អត់មានច្បាប់វាអាចមានអាជ្ញាធរគេចុះមករករឿងអញ្ចឹងខ្ញុំសុំឲ្យគាត់រត់ច្បាប់ឲ្យដោយបង់លុយ5500បន្ថែមទៀតដើម្បីសាងមួយថ្មីទៀតអញ្ចឹងណាបាទប៉ុន្តែថ្ងៃដែលគាត់មកបង់លុយថ្លៃច្បាប់ហ្នឹងជាមួយនឹងថ្ងៃដែលមកធ្វើกระดาษព្រមព្រៀងនេះគឺមុនដំបូងបំផុតកក់លុយតែ2100ទេដំបូងបាទជួបគ្នាហ្នឹងដើម្បីគេមកត្រៀមសម្ភារៈហ្នឹងគេកក់ឲ្យយើងកក់ប៉ុណ្ណឹងបាទដល់ពេលមកដល់ថ្ងៃទី4នេះទី4ខែ2ចាថ្ងៃមុនថ្ងៃទី19ខែ1ទេបាទនេះថ្ងៃទី4ខែ2នេះមកទទួលប្រាក់60%ទៀតវា11340ទៀតនេះអញ្ចឹងតែចំណុចសំខាន់អានេះដែលខ្ញុំបង់លុយត្រួសហ្នឹងវាអស់គិតទៅ70%ហ្នឹង70%តែចំណុចសំខាន់ស្ថានីយ៍ដែលរបស់គាត់ធ្វើមកគឺអត់មានស្តង់ដារហើយមិនបាន50%ផងហើយក៏គាត់ងំគ្នារត់អស់ទៅអញ្ចឹងสนុំពរដល់ឯកឧត្តមនៅខាងលើដូចពិសេសឯកឧត្តមការរិទ្ធដែលជាអ្នកក្រសួងយុទ្ធភ័ពជួយสนុំពរដល់ឯកឧត្តមជួយដោះស្រាយដល់ខ្ញុំដែលជាជនរងគ្រោះ
ខ្ញុំសនំពរឲ្យជួយមានវិធានការសម្រាប់មនុស្សខលខូចដែលគាត់បំពេញហើយគាត់ជាបើតាមដឹងគាត់ជានគរបាលទៀតនគរបាលហើយគាត់មានការងារជាមេធាវីទៀតអញ្ចឹងខ្ញុំចង់ឲ្យឯកឧត្តមជួយរកយុត្តិធម៌ចំពោះខ្ញុំដែលជាជនដែលអត់ចេះច្បាប់ចេះអីទេស្លូតត្រង់ធម្មតាហើយចាញ់បោកហើយខ្ញុំមិនចង់ឲ្យគាត់នឹងនៅតែបន្តបោកបន្តទៅប្រទេសប្រជាជនយើងនៅកម្ពុជាបន្តទៀតទេព្រោះដោយសារគាត់ចេះច្បាប់ហើយគាត់ប្រព្រឹត្តអញ្ចឹងគាត់អ្នកផ្សេងគឺមិនងាយធ្វើគាត់ទេអញ្ចឹងមានតែឯកឧត្តមការរិទ្ធនឹងជួយរកយុត្តិធម៌ឲ្យរូបខ្ញុំឲ្យបានឲ្យគាត់នឹងបានទទួលទោសតាមផ្លូវច្បាប់ មិនចង់បានលុយត្រឡប់មកវិញទេបាទ ហើយនឹងចង់បានជាសំណងលុយមួយចំ ស នួន រុបទាំងអស់ដែលលុយដែល សរុបទាំងអស់ $17,500 យកមកដើម្បី ដោះបំណុលគេ បាទសងបំណុលបង់ធនាគារថែមទៀតគ្រួសារដោយសារតែវ័នកពេលដែលសាងសង់នឹងគាត់រត់ចោលខ្ញុំត្រូវការរកប្រាក់រកអីក្រៅដើម្បីមកជួសជុលថែមអញ្ចឹងសូមសនុំពរដល់ឯកឧត្តមជួយដល់ប្រជាពលរដ្ឋយើងដែលចាញ់បោកជនទាំងនេះឬក៏អ្នកផ្សេងទៀតដោយខ្ញុំជឿទុកចិត្តលើឯកឧត្តមកើតរិទ្ធជាអ្នកដែលមានដំណោះស្រាយជូនដល់អ្នកដែលទទួលរងអយុត្តិធម៌ខ្ញុំសូមអរគុណ បាទសូមអរគុណជម្រាបលាបាទគណៈពេលនេះខ្ញុំបាទ06ពោធិ៍សាត់06ក៏សូមធ្វើការក្តីសង្ឃឹមទៅលើលោកឯកឧត្តមប្រកាសថាលោកប្រកាសจะជួយដល់បងអូនពេទ្យដែលណាដែលគោលោកចាញ់បោកគេអញ្ចឹងបាទសូមអរគុណកុំឲ្យវែងឆ្ងាយបាទសូមអរគុណនិងសូមអរគុណ